ជុំរៀបសួរលោកយាយលោកតាអ៊ំមៀងមីងប្អូនប្រុសប្អូនស្រីទាំងអស់បាទព្រឹកហ្នឹងគឺខ្ញុំយកពេលវេលាបន្តិចបន្តួចចំណាយដើរថតជាវីដេអូនៅក្នុងវត្តឯកភ្នំបាទនេះជាប្រាសាទវត្តឯកភ្នំយើងដែលពពាកបុរសដូនតាយើងជាអ្នកកសាងទុកឲ្យបងប្អូនជំនាន់ក្រោយបានទស្សនាមើលផងដែរអញ្ចឹងនេះជាបឹងនៅវត្តឯកភ្នំយើងគឺស្រស់ស្អាតមែនទែនបាទធម្មជាតិព្រឹកហ្នឹងគឺអំណោយផលខ្លាំងបាទគឺស្រស់ស្អាតខៀវខ្ចីដោយបានភ្លៀងប្រមាណមេកន្លងទៅហើយក៏ប៉ុន្តែក៏នៅតែខៀវខ្ចីស្រស់ស្អាតតែប៉ុណ្ណោះនេះជាប្រាសាទវត្តឯកភ្នំបងប្អូនអាចចូលមកទស្សនាមើលលេងកម្សាន្តដោយពេញចិត្តនឹងការស្រឡាញ់ផងដែរជីវវត្ថុដ៏ល្អឥតខ្ចោះនិងប្រពៃផងដែរហើយព្រោះតែផ្ទះរបស់ខ្ញុំនៅជិតនឹងប្រាសាទវត្តឯកភ្នំនេះឯងទៅដើម្បីចំណាយពេលវេលាចូលមកថតលេងកម្សាន្តសូមសរសើរពពាកបុរសយើងក៏សាងឡើងគឺមិនធម្មតាទេបងអូនបាទមានបឹងឈូកនៅសងខាងមើលទៅពិតជាទាក់ទាញនិងស្រស់ស្អាតខ្លាំងណាស់ហើយពោពេញដើមឈើធំជាច្រើនដុះនៅជុំវិញផងដែរធ្វើឲ្យមានប្រលប់ទៅជ័យកាលពីជាង20ឆ្នាំកន្លងមកនេះបងប្អូនប្រុសស្រីលោកយាយលោកតាជាច្រើនបានមកលេងនៅវត្តប្រាសាទឯកភ្នំយើងនេះជាច្រើនផងដែរតែឥឡូវបានផ្លាស់ប្ដូរទៅតាមធម្មជាតិអស់ទៅហើយមិនដូចកាលពី20ឆ្នាំជាងកន្លងមកនោះទេកាលនោះបងប្អូនប្រុសស្រីលោកយាយលោកតានៅជុំគ្នាកកធ្វើឲ្យសប្បាយពីមុនមិនថាបុណ្យរដូវចូលឆ្នាំឬក៏ភ្ជុំបិណ្ឌឬក៏បុណ្យផ្សេងនោះទេមានបងប្អូនប្រុសស្រីជាច្រើនបានមកលេងនៅប្រាសាទឬក៏នៅជុំវិញប្រាសាទនេះជាច្រើនផងដែរតែឥឡូវ